នៅពេលដែលមនុស្សជាច្រើនមកដល់ខេត្តបាត់ដំបងគេតែងតែនឹកដល់ភ្នំសំពៅប៉ុន្តែនៅក្បែរនោះមានភ្នំមួយដែលនៅតែរក្សាបាននូវភាពស្ងៀមស្ងាត់ស្រស់ស្អាតនិងពោរពេញដោយសេចក្តីជ្រះថ្លានោះគឺភ្នំទ្រង់មាន់ដែលស្ថិតនៅចម្ងាយប្រមាណ1គីឡូម៉ែត្រប៉ុណ្ណោះពីភ្នំសំពៅដោយសារតែទីតាំងនៅជិតគ្នាភ្ញៀវទេសចរអាចរៀបចំដំណើរកម្សាន្តទស្សនាភ្នំទាំងពីរក្នុងថ្ងៃតែមួយបានយ៉ាងងាយស្រួលនៅពេលអ្នកចាប់ផ្ដើមដើរឡើងភ្នំអារម្មណ៍នឿយហត់នឹងត្រូវជំនួសដោយភាពស្រស់ស្រាយពីខ្យល់ធម្មជាតិនិងសម្រស់នៃព្រៃភ្នំផ្ទាំងថ្មធំៗដែលមានរូបរាងប្លែកៗលេចឡើងអមសងខាងផ្លូវបង្កើតជាទេសភាពដ៏អស្ចារ្យដែលធម្មជាតិបានឆ្លាក់ទុករាប់ពាន់ឆ្នាំអ្វីដែលធ្វើឲ្យភ្នំទ្រង់មាន់មានលក្ខណៈពិសេសគឺរូបសំណាកព្រះពុទ្ធជាច្រើនអង្គដែលត្រូវបានសាងសង់ភ្ជាប់ទៅនឹងជញ្ជាំងថ្មភ្នំមានទាំងព្រះពុទ្ធបដិមាក្នុងព្រះឥរិយាបថសឹងព្រះឥរិយាបថអង្គុយនិងព្រះឥរិយាបថឈរទ្រង់លើផ្កាឈូកនៅពេលដើរតាមផ្លូវរូបសំណាកទាំងនេះលេចចេញតាមចន្លោះដើមឈើផ្ទាំងថ្មនិងជ្រលងភ្នំហាក់ដូចជាកំពុងស្វាគមន៍អ្នកដំណើរគ្រប់រូបដោយភាពស្ងៀមស្ងាត់និងស័ក្តិសិទ្ធិក្រៅពីរូបសំណាកព្រះពុទ្ធនៅទីនេះក៏មានរូបសំណាកតោខ្លានិងរូបនាងមេត្រីដែលបង្ហាញអំពីសិល្បៈនិងជំនឿរបស់ពុទ្ធសាសនិកខ្មែរគ្រប់ជ្រុងនៃភ្នំសុទ្ធតែមានភាពស្រស់ស្អាតនិងមានតម្លៃសម្រាប់ការថតរូបនិងការស្វែងយល់នៅលើកំពូលភ្នំមានវិហារនិងវត្តអារាមដ៏ស្ងប់ស្ងាត់ដែលជាទីសក្ការៈបូជារបស់ពុទ្ធបរិស័ទនិងជាកន្លែងដែលភ្ញៀវអាចអង្គុយសម្រាកសមាធិនិងស្រូបយកខ្យល់អាកាសបរិសុទ្ធពីលើកំពូលភ្នំអ្នកអាចគយគន់ទេសភាពដ៏ធំល្វឹងល្វើយនៃវាលស្រែបៃតងភូមិឋាននិងជួរភ្នំដែលលាតសន្ធឹងនៅជុំវិញដូចជាភ្នំសំពៅភ្នំក្រពើនិងភ្នំទ្រង់ទាជាពិសេសនៅពេលព្រះអាទិត្យរះនិងថ្ងៃលិចពន្លឺពណ៌មាសបានគ្របដណ្ដប់លើជួរភ្នំនិងវាលស្រែបង្កើតជាទេសភាពដ៏អស្ចារ្យដែលអ្នកបានឃើញហើយនិងចង់ត្រឡប់មកម្ដងទៀតភ្នំទ្រង់មាន់មិនមែនគ្រាន់តែជាតំបន់ទេសចរធម្មជាតិប៉ុណ្ណោះទេប៉ុន្តែជាកន្លែងដែលរួមបញ្ចូលគ្នារវាងធម្មជាតិព្រះពុទ្ធសាសនាវប្បធម៌និងភាពស្ងៀមស្ងាត់ទីនេះជាគោលដៅដ៏មានតម្លៃមួយដែលសមនឹងទទួលបានការថែរក្សានិងការស្គាល់ពីភ្ញៀវទេសចរគ្រប់ទិសទីប្រសិនបើអ្នកមានឱកាសមកលេងខេត្តបាត់ដំបងសូមកុំរំលងភ្នំទ្រង់មាន់មកស្រូបយកខ្យល់បរិសុទ្ធគយគន់ទេសភាពដ៏ស្រស់ត្រកាលស្វែងយល់ពីសិល្បៈនិងជំនឿសាសនាហើយរួមគ្នាផ្សព្វផ្សាយសម្រស់ទេសចរដ៏មានតម្លៃរបស់កម្ពុជាយើង។